ok cũng mà khá tìm lý dụ chắc bong sấy mùi nắng ban chạy mình lệ nơi xài hưởng nắng dương đã tha mua bóng pi cho nó bóng pi này đâm bày oi sủa chắc bóng pi quạt ban chạy hưởng mùi nắng mà đo cảm thị phê của dưới đợi lấy nhom cọt cô lấy nhom ở cái trang tế chẳng nhom xe cô xài hưởng nơi không iPad bao nhóm chẳng cả này nắng nhom chỉ nhóm xong cầm thả bóng ôn ai control bán vô bàn chẳng bóng pi xài hưởng bọc quạt cực bàn cát là nơi không cùng lòng bẹ cả đá chăn mà đông bẹ cả đá chăn pi pon mà pay pi nắng ai bà chẳng biếngบอกkhỏiไปที่ชามเตะ nó xong cả là បាទហ្នឹងហើយមួយឆ្នាំកន្លះទេគឺថ្មីជ្រើងតែម្ដងដើមហេតុគឺចេញមកពីទូសំអាងមួយដែលធ្វើមកពីឈើទូសំអាងដែលធ្វើមកពីឈើប្រណិតបាទអញ្ចឹងសាច់រឿងហ្នឹងគឺចេះគាត់មានមីងរបស់គាត់មួយបាទមីងរបស់គាត់ម្នាក់ហ្នឹងគាត់ស្រឡាញ់បងពីខ្លាំងតែដល់ពេលអញ្ចឹងជាអំណោយចិត្តគាត់ជូនទៅបងពីគាត់ក៏សម្រេចចិត្តថាធ្វើទូសំអាងមួយដែលអត់មានបំណងក្រអីទេគឺល្អស្រឡាញ់ក្មួយធ្វើទូសំអាងប្រហែលជាមួយទឹក1ម៉ែត្រ2ទឹក1ម៉ែត្រ4ទឹកហើយឈើនឹងគឺស្អាតមែនទែនបាទខ្ញុំឃើញរូបគាត់ផ្ញើទាំងរូបមកទៀតបាទមានក្បាច់តបកឈូកនៅជុំវិញមានជាប់ដោយក្បាច់ភ្ញីនិយាយទៅទូបុរាណរបស់ខ្មែរគឺស្អាតមែនទែនហ្មងដែលគាត់កំងចេញពីបែកភូមិភាគឦសានបាទយើងដឹងហើយបាទនិយាយថាឦសានហ្នឹងដឹងតែសវោឈើស្អាតហើយណោះជាងក៏ល្អដែរអញ្ចឹងរៀបចំហើយអីហើយស្អាតហើយក៏បញ្ជូនមកផ្ទះគាត់បញ្ជាក់ផងដែរថាផ្ទះរបស់គាត់គឺជាប្រភេទផ្ទះល្វែង2ជាន់ដែលមានបន្ទប់ឡើងទឿហើយបន្ទប់ឡើងទឿហ្នឹងហើយដែលជាបន្ទប់របស់7ហ្នឹងអញ្ចឹងបន្ទប់ឡើងទឿនេះផងដែរដោយបងប្អូនដឹងវាអត់ខ្ពស់ទេវាពីដានអីក៏អត់ខ្ពស់ទំហំបន្ទប់ក៏អត់ខ្ពស់ដែរអញ្ចឹងជាធម្មតាអីវ៉ាន់មួយដែលមានភ្ជាប់ដោយអរូបមកឬក៏ជាផ្ទះរបស់គេឬក៏ជាករណីណាមួយដែលភ្ជាប់អមនុស្សតែចូលមកដល់ផ្ទះភ្លាមវាអត់ដែលធ្វើទុកភ្លាមមែនណាបងវាត្រូវ skip ស្ទង់អីចឹងទៅយើងសន្មតថាអញ្ចឹងណាសេរីផ្លូវក្នុងបាទសេរីផ្លូវក្នុងបាទសេរីផ្លូវក្នុងសិនថាតើគាត់អាចធ្វើម្ចាស់ផ្ទះនឹងបានរបៀបណាអញ្ចឹងវាអាចស៊ីពេលមួយអាទិត្យពីអាទិត្យមួយខែ3ខែអញ្ចឹងទៅเนาะពេលខ្លះករណីខ្លះអាចចូលដល់ច្រើនទៀតប៉ុន្តែករណីទី2ជាករណីពិសេសដែលកើតឡើងតាំងពីថ្ងៃទី1យប់ទី1ដែលយកទូសំអាងនឹងចូលមកភ្លាមតែម្ដងសាហាវណាអញ្ចឹងអ្វីដែលកើតឡើងនេះអត់មានសម្រាកសម្រន់ទេបាទបញ្ជាក់គឺតជាប់គ្នាពីមួយយប់ទៅមួយយប់គឺហេតុការតទៅគ្នារហូតដល់ហ្មងហើយបើយើងនិយាយពីរឿងវាមកផុបបាទយើងអត់មានពេលដកដង្ហើមព្រោះសាច់រឿងវិញត្រូវមានពេលតែថាអូស្អែកឡើងទៅរកគ្រូស្អែកឡើងអីអញ្ចឹងអត់មានហ្មងគឺតមកខ្ញុំអានមកបាសសក់បាទអានខ្ញុំទៅសើចិត្តគាត់មែនទែនសើចិត្តគាត់ខ្លាំងមែនទែនតោះឥឡូវយើងចូលដល់ថ្ងៃទី1ដែលគាត់ជួបសាច់រឿងហេតុការណ៍ទី1ចឹងថ្ងៃហ្នឹងនៅពេលដែលតឡើងទូហើយភ្លៀងគាត់ក៏មួយទឹកឃើញមើលទូខ្លួនឯងឆ្លងចាក់អញ្ចឹងដែរតំណងទៅទូមួយហ្នឹងគាត់រៀបចំហើយយប់ឡើងគាត់ចូលគេងនៅពេលដែលគាត់គេងនៅគេគេងភ្លាមស្រាប់តែគាត់ភ្ញាក់ព្រឹកភ្ញាក់កន្ទះដូចមានអីមកដាស់គាត់អញ្ចឹងភ្ញាក់កន្ទះដោយសំឡេងមួយសំឡេងហ្នឹងគឺជាសំឡេងដែលគាត់ប្រាប់ខ្ញុំច្បាស់ណាជាសំឡេងមួយដែលដូចយើងប្រៀបប្រដូចជាមួយនឹងយើងយកគ្រឿងmake up ដែលខ្លងដែកខ្លងថ្មបាទកាន់ឈរទម្លាក់អញ្ចឹងឬខ្ទង់អញ្ចឹងបងអញ្ចឹងគាត់លឺសំឡេងគាត់ភ្ញាក់នឹងព្រើតហ្មងបាទភ្ញាក់នឹងព្រើតគាត់ស្វេស្វាដើម្បីយកពិលមកឆ្លោះទូរស័ព្ទអីចឹងទៅមានស្អីគេធ្លាក់អញ្ចឹងគាត់ឆ្លោះឆ្វេងឆ្លោះស្ដាំចោលអត់មានអីទេបន្ទប់របស់គាត់គឺរៀបរយទៅតាមធម្មតាបាទអត់មានគ្រឿង make up មួយណាដែលធ្លាក់ខុសប្រក្រតីអត់មានល្មៀលអត់មានអីទាំងអស់បាទអញ្ចឹងយើងដឹងថាយប់ឡើងសូម្បីតែសំឡេងដើរចង់ដើរថ្នមប៉ុណ្ណាក៏ដែរក៏លឺដែរពេលខ្លះយើងអាចភ្ញាក់ដោយសារសំឡេងដានជាងហ្នឹងផងប៉ុន្តែករណីនេះគឺសំឡេងក៏ដុំមួយនឹងធ្វើឲ្យគាត់ភ្ញាក់កន្ទះធម្មតាដែលយើងពុំគេងស្ងប់គឺភ្ញាក់កន្ទះតែម្ដងអត់មានបញ្ហាអីទេគាត់ក៏គេងឡើងវិញបន្ទាប់មកដល់ថ្ងៃបន្ទាប់គេងប្រតិបត្តិការសកម្មភាពរបស់គាត់ធម្មតាដល់ពេលគេងគឺគាត់យល់សពតែយល់សពម្ដងនេះគឺស្រីតែម្ដងអ្វីដែលគាត់យល់សពឃើញគឺមានមនុស្សស្រីម្នាក់ស្លៀករ៉ូបសពីលើដល់ចុងជើងរ៉ូបសសុទ្ធសក់វែងត្រឹមជង្គង់និយាយដងណាក៏ភឺដែរស្អីរឿងនេះដល់ជង្គង់គ្រប់មុខចិត្តហ្មងចោលមុខគាត់ប្រាប់ទៅចិត្តចាញ់ពីកន្លែងអញសុំទោសផងដែលប្រើពាក្យចេញពីកន្លែងអញភ្លាមដូចអញ្ចឹងណាអញ្ចឹងគាត់ក៏និយាយឲ្យភ្លាមលើកដៃពីររត់មកហៅចំបាច់កគាត់មកនៅក្នុងយោសំហ្នឹងបាសរត់មកចំបាច់កគាត់ហ្នឹងប៉ុន្តែគាត់ថាអញ្ចឹងមិនដឹងថាហេតុអីបើនៅពេលដែលរត់ចូលមកដូចមានអីបាំងណា
មានអីបាំងដែរម្នាក់ស្រីនៅក្នុងយល់សពចូលអត់ដល់ទេបាទចូលទៅដូចវាមានជាងសម្បត្តិមិនមួយដែលយើងមើលអត់ឃើញដែលចូលអត់ដល់គាត់ដល់ពេលយល់សពត្រឹមប៉ុណ្ណឹងព្យាយាមខ្មោចនឹងព្យាយាមបុកចូលថាម្នាក់ស្រីហ្នឹងចោះព្យាយាមបុកចូលបុកហើយបុកទៀតបុកហើយបុកទៀតវាអត់ទៅរួចស្រាប់តែគាត់ភ្ញាក់ឡើងដោយសារតែសំឡេងរបស់ម្ដាយគាត់ដាស់ពលឹងឡាយកូនងើបឡើងចុះមកក្រោមហេងវិញចឹងគាត់សួរថាចុះមកគាត់អត់ងើបម៉ាក់គាត់អត់ចៃហៅគិតមិនឥឡូវហ្នឹងអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនសម័យឃើញអតិថិភាពយល់សពមួយហ្នឹងណាតើបើសិនជាក្នុងស្ថានភាពមួយឥឡូវយើងសម័យថាជាយល់សពរបៀបល្ងឹតចុះចាប់លិចម្នាក់សិនហ្នឹងចេញមកគ្រប់មុខឲ្យហត់មកបងប្អូនផ្អើលនៅក្នុងយល់សពបាត់ហើយបាទយើងចូលដល់ថ្ងៃទី2ថ្ងៃទី3ណាយប់ថ្មីមួយទៀតណាយប់ថ្មីមួយទៀតគាត់យល់សពទៀតយល់សពឃើញម្នាក់នឹងដដែលឃើញម្នាក់នឹងដដែលហ្មងអត់មានឃើញណាគេផ្សេងទេរូបសក់វែងធំជង្គង់តែដងនឹងច្អល់មុខគាត់ហើយដេញគាត់ចេញពីបន្ទប់របស់គាត់ដងនេះគាត់ឃើញទស្សនវិជ្ជានៅក្នុងបន្ទប់របស់គាត់ណាគឺអត់យល់សពទេគឺឃើញណាយល់សពអត់យល់សពដែរនៅក្នុងបន្ទប់របស់គាត់បាទ100%គឺបន្ទប់របស់គាត់ហើយម្នាក់ហ្នឹងគឺឈប់ឲ្យដេញគាត់ចេញថាបន្ទប់អញមិនអ្នកឯងមកនៅក្នុងបន្ទប់អញអញ្ចឹងចេញនៅអញ្ចឹងគាត់ថាម្នាក់ស្រីនេះមកពីណានៅក្នុងយល់សពណាម្នាក់ស្រីនេះមកពីណាមិនក៏ដេញគាត់ចេញពីបន្ទប់របស់ខ្លួនឯងអញ្ចឹងក្នុងករណីហ្នឹងគាត់ថាអត់ទេខ្ញុំអត់ចេញទេបន្ទប់នឹងបន្ទប់ខ្ញុំអញ្ចឹងណាម្នាក់ស្រីហ្នឹងខឹងទៀតចឹងហើយក៏ស្រីថាម្នាក់ស្រីហ្នឹងនឹងសម្លាប់គាត់និយាយហ្នឹងនឹងសម្លាប់គាត់ភ្ញាក់ឡើងម្ដងទៀតដោយសំឡេងម្ដាយគាត់សារជាថ្មីដូចជួយសង្គ្រោះឲ្យកណ្ដឹងអញ្ចឹងហ្នឹងហើយអញ្ចឹងទាំងពីរយប់នេះដែរទាំងយល់សពលើកទី1លើកទី2ហ្នឹងគាត់ប្រាប់ម្ដាយគាត់ឪពុកគាត់ដូចគ្នាដល់អញ្ចឹងហើយដឹងម្ដាយឪពុកគាត់និយាយថាមិនអីមកពីកូនឯងហ្នឹងចូលចិត្តមើលរឿងខ្មោចច្រើនពេកចូលចិត្តស្ដាប់រឿងខ្មោចច្រើនពេកឃើញទេយល់បើយល់សពឃើញទៅពីអញ្ចឹងឈប់មើលទៅដូចគាត់ចូលចិត្តស្ដាប់រឿងខ្មោចហើយជាការកំសាន្តដោយបងប្អូនអរគ្នាមើលកម្មវិធីជាអ្វីអញ្ចឹងជាការកំសាន្តអញ្ចឹងគាត់ចាទៅហ្នឹងធ្វើមិនទេអូខេហ្នឹងជាសាច់រឿងយប់ទី3ណាដល់ពេលយប់ទី4យល់សពឃើញម្នាក់ហ្នឹងច្រើនយប់ហើយត្រូវឯងមុនហ្នឹងនេះជា3យប់ហើយ3យប់នេះ2យប់ហ្នឹងហើយហេតុការ3ដងហើយតែឃើញច្បាស់2យប់ឃើញច្បាស់នៅក្នុងយល់សព2យប់ហើយបើសិនជាបងប្អូនវិញតើបងប្អូនមានអារម្មណ៍ថាយើងភឺអត់បើខ្ញុំចាប់ដើមភឺហើយដូចដងមុនខ្ញុំចែកសាច់រឿងតាក់ទងជាមួយនឹងផ្ទះរបស់ខ្ញុំសង់លើភ្នៅអញ្ចឹងណាគាត់នៅដឹងផ្ទះហ្នឹងមានខ្វាយភ្លាមខ្ញុំដេកលេងលក់ហើយចុះទម្លងបងស្រីតែគាត់យល់សពឃើញ2យប់បងពីរនឹងយល់សពឃើញ2យប់ជាប់គ្នាចាច្បាស់ណាស់គាត់ភឺហើយគាត់ភឺខ្លាំងអញ្ចឹងហើយអ្វីដែលសំខាន់គឺគាត់ព្យាយាមធ្វើម៉េចឲ្យនៅរៀងយូរកុំឲ្យឆាប់គេងពេកបាទកុំឲ្យឆាប់គេងអញ្ចឹងគាត់បិទភ្លើងត្រឡប់របស់គាត់បិទភ្លើងខ្ញុំសរសើរខ្ញុំបើកភ្លើងហើយអញ្ចឹងគាត់បិទភ្លើងគាត់ឡើងហក់ឡើងលើពូករបស់គាត់ចុចទូរស័ព្ទអញ្ចឹងទស្សនវិជ្ជាហ្នឹងខ្ញុំចង់បង្ហាញបងប្អូនអរគ្នាឲ្យបងប្អូនអរគ្នាយល់អញ្ចឹងរបៀបគាត់ចុចគឺមិនមែនបែរចំហៀងចុចទេសូមបញ្ជាក់គឺគាត់លក្ខណៈដូចគាត់ប៉ិតត្រឹមកញ្ចឹងកនេះជាមួយនឹងក្បាលខែយល់ហើយនិយាយទៅអង្គុយផ្អែកក្បាលខែហ្នឹងហើយអង្គុយមិនមែនទស្សនវិជ្ជាអង្គុយទាំងស្រុងហ្មងពាក់កណ្ដាលអង្គុយពាក់កណ្ដាលគេហ្នឹងហើយអែនបាទអញ្ចឹងគាត់ចុចទូរស័ព្ទអញ្ចឹងនៅពេលដែលគាត់ចុចទូរស័ព្ទអញ្ចឹងលេងអូ Facebook អូ Instagram អី chat មួយពួកម៉ាក់អីជាដើមឡាមើលម៉ោងទៅដូចរៀងយប់បាទដូចរៀងយប់អញ្ចឹងក៏គាត់សម្រាប់ចិត្តថាចូលគេងដើម្បីបិទទូរស័ព្ទសាកថ្មចូលគេងនិយាយស្ដាប់មកដឹងថាមួយសកម្មភាពនេះគាត់ក៏លេខខ្លួនមកដកទូរស័ព្ទចេញពីមុខគាត់នឹងគាត់ឃើញអីសំមោតខ្មៅជ្រូងខ្មៅធំមែនទេនេះមិនស្វាំងអីក្រោមទូរស័ព្ទទេណែកន្លែងហ្នឹងដែលខ្ញុំចង់និយាយដូចគ្នាជ្រូងខ្មៅធំមែនទេនៅឈរចំជើងនៅកន្លែងចុងខែរបស់គាត់ហ្នឹងហ្មងឈរឡើងខែគាត់ហ្នឹងឆងខែគាត់បាទអញ្ចឹងក្នុងករណីហ្នឹងបើសិនជាគាត់ឃើញមួយផ្លែតយើងអាចចោទពេលខ្លះយើងមើលទូរស័ព្ទទៅវាអាចដោយសារតែសម្ោលអីចឹងហ្នឹងហើយប៉ុន្តែគាត់ប្រាប់ច្បាស់ណាមិនមែនឃើញមកព្រិចភ្នែកណាបច្ចៈណាហូលឈរនៅនឹងយូរមែនទេឈរយូរមែនទេរហូតដល់គាត់ភ័យស្លុតភ័យអត់ដឹងធ្វើមិនខ្មិចអត់ដឹងថារបៀបភ័យគាំងរត់ក៏មិនបានអីក៏មិនបានតែគាត់ព្យាយាមទៅធាក់ធ្វើមិនឲ្យឡើងដល់ក្បាលខែមានន័យថាគាត់ជើងគាត់ធ្វើបែកកវែងគាត់ធ្វើមិនក៏ប៉ុន្តែហ្នឹងឲ្យបងប្អូនសម័យចេះអាសេរីថាខ្លាចគេចាប់ជើងចុងទៅព្យាយាម
thôi rồi căn để cho hai căn là lọ nâng ngày rồi thành miền cái chặt trường cho nó trong dân chi diêm thường mấy đọt trường chạy vô nâng ngày bất té sầm máu khai nâng á tất bấtแต่គាត់ឃើញជាសមាខ្មែរមែនប៉ុន្តែនៅក្នុងខួរក្បាលរបស់គាត់ 100% អារម្មណ៍របស់យើងណាដឹងហ្មងថាម្នាក់ស្រីនៅក្នុងយល់សប្តិចឹងគាត់គ្រាន់គួយភ្លាមគាត់ធាក់ទៅក្រោយចង់ស្រែកហៅប៉ាម៉ាក់គាត់ប៉ុន្តែគាត់ថាយប់ហើយនឹងពួកគាត់គេងអស់ហើយចឹងអត់ហ៊ានហៅទេខ្លាចរំខានប៉ាម៉ាក់ណែចាស់វិញទៀតខ្ញុំតសើចិត្តគាត់វិធីនឹងជាជំរឿសចុងក្រោយរបស់គាត់គឺគាត់ទាញភួយកលុំពីក្បាលដល់ចុងជើងសង្ងំគេងតតែគេងលូតអត់ទេសើមែនបាទតសើមែនរឹងមាំសាហាវរឹងមាំបើសិនជាខ្ញុំស្រែកផ្អើលផ្ទះតែម្ដងទៀតបងទៀតបាទជួយឯណោះជួយបាទស្អែកឡើងគាត់ប្រាប់ប៉ាម៉ាក់របស់គាត់ចាប់ផ្ដើមស្ដាប់រឿងរបស់កូនគាត់ចាប់ផ្ដើមដឹងថាអត់ស្រួលហើយច្បាស់ជាអត់ស្រួលហើយហេតុអីតាំងពីហេតុការណ៍ទី1ទី2គាត់បានចោទកូនគាត់ថាមើលរឿងខ្មោចជើងពេកប៉ុន្តែដងនេះកូនគាត់ឃើញសម្ោស្របពេលដែលទូសំអាងមួយនឹងវាថ្មីជ្រើងដែលចូលដល់បន្ទប់ឡើងទើរបស់កូនស្រីគាត់ណោះចឹងអត់មានអីអនទេប៉ារបស់គាត់ចាប់ផ្ដើមដើរចូលផ្ទះល្ងាចឡើងយកទឹកមកផ្តិលយកអំបោះក្រហមហើយនឹងយកព្រះពុទ្ធរូបខ្ញុំគាត់កន្លែងហ្នឹងគាត់អត់បានបញ្ជាក់ថាជារូបព្រះពុទ្ធឬក៏ជារូបសំណាករបស់ព្រះពុទ្ធបានហើយរូបគំនូឬក៏រូបសំណាកទេប៉ុន្តែខ្ញុំសន្មតថាជារូបគំនូព្រះពុទ្ធបាទអញ្ចឹងអត់មានអីអនកាន់អីបានអស់ហើយដើរចូលបន្ទប់កូនស្រីគាត់ព្យួររូបពុទ្ធយកទឹកប្រោសពេញបន្ទប់បាទប្រហែលគាត់ចេះអីខ្លះហើយចាស់ណោះគាត់អាចយល់ច្រើនបាទគាត់យកខ្សែអំបោះមួយហ្នឹងយកទៅចងជាមួយនឹងជើងទូសំអាងថ្មីហ្នឹងតុកទូសំអាងហ្នឹងណាគាត់ចងហ្នឹងសួរថាបាត់អត់បាត់2-3ថ្ងៃទេមិនបាត់គេស្ងប់បាទបាត់2-3ថ្ងៃស្រៀងស្ងប់2-3ថ្ងៃហ្នឹងហើយស្ងប់2-3ថ្ងៃថ្ងៃក្រោយមកគាត់គិតថាអ្វីវាប្រហែលជាល្អប្រសើរហើយប៉ុន្តែវាអត់ល្អប្រសើរទេបាទអត់ល្អប្រសើរទេព្រោះថ្ងៃនោះគាត់យប់ឡើងតាមទម្លាប់ចុចទូរស័ព្ទអីធម្មតាណានៅពេលដែលគាត់ថាដល់ម៉ោងគេងគាត់យកទូរស័ព្ទទៅសាកថ្មដដែលណាអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនសម័យឃើញទស្សនវិជ្ជាមួយហ្នឹងគាត់នៅលើពុកចំកណ្ដាលពុកចុះអញ្ចឹងនៅពេលដែលបងប្អូនចង់ចុះពីពុកត្រូវកលតគៀននៅពេលដែលគាត់ដាក់ជើងមកខាងដល់ឥតមកប៉ះឥតហ្នឹងដឹងគាត់ឃើញអីមនុស្សស្រីម្នាក់អង្គុយនៅឥតជាសម្ោលខ្មៅប៉ុន្តែគាត់ថាត្បិតតែជាសម្ោលខ្មៅមែនប៉ុន្តែគាត់ដឹងហ្មងថាស្លៀករ៉ូបសក់វែងគ្រប់មុខអង្គុយនៅគាត់នឹងខ្មៅហើយមិនសម្ោលទេបាទព្រោះខ្មៅអត់អាចចេញមកទាំងណែទេគឺចេញមកចេះគឺហៅសាស្រស់ហើយគឺស្រស់ហើយបាទអញ្ចឹងគាត់អត់រៀងស៊ាំដែរហ្នឹងក៏ឃើញពី3យប់ជាប់គ្នាហ្នឹងអញ្ចឹងគាត់ធ្វើអត់ដឹងហើយគាត់ក៏ទៅសាកថ្មហើយគាត់គេងធម្មតាទៅមកព្រឹបបង្ហាញខ្លួនមកព្រឹបបាទអត់យូរដូចការឈរចុងជើងហ្នឹងទេមកព្រឹបហ្នឹងហើយស្អែកឡើងគាត់ទៅប្រាប់ប៉ាម៉ាក់គាត់ទៀតអញ្ចឹងប៉ាម៉ាក់គាត់ស្ដាប់រឿងហ្នឹងហើយគាត់ក៏ឲ្យវិធីសាស្ត្រមួយថាចេះហើយជាវិធីសាស្ត្រដែលល្អមែនតើបងប្អូនអាចសាកល្បងបានថាឥឡូវកូនឯងកូនពីរឯងណាសូត្រធម៌ហើយថ្វាយបង្គំខ្នើយ3ដងចាំគេហើយគាត់ក៏បានធ្វើតាមឪពុកគាត់មែននឹងអ្នកម៉ូអីចឹងទៅអ្នកម៉ូតែគាត់អត់ចេះសូត្រគាត់បាន YouTube ស្ដាប់សូត្របដើស្ដាប់បដើដូចរបៀបកណាអូខេអញ្ចឹងហ្នឹងហើយគេមានលោតតាមអញ្ចឹងណាបាទគាត់សូត្រតាមមកចប់គាត់សាពះខ្នើយ3ដងមួយរយៈធំមិនមានកើតហេតុអ្វីទាំងអស់ហ្នឹងស្ងប់ស្ងាត់មែនតើអ្វីគឺរលូនគាត់គេងលក់ស្ងប់មានកម្លាំងអីធម្មតាប៉ុន្តែនៅពេលដល់ចំណុចមួយនៅក្នុងខែមួយវាចុងប្រហែលម្ដុំពាក់កណ្ដាលត្រីមាសទី3នៃឆ្នាំហើយណោះចឹងឯងម្ដុំខែ7ខែ8ហ្នឹងខ្ញុំអត់ដឹងថាខែប៉ុន្មានទេចឹងគាត់ថាចេះថ្ងៃហ្នឹងគាត់គិតថាស្ងប់ស្ងាត់ទេចឹងគាត់ឈប់ហើយគាត់ឈប់សាពះគាត់ឈប់សូត្រគាត់ឈប់ថ្វាយបង្គំអីគាត់គេងយល់បាទដឹងគាត់ឃើញអីវាចៃដល់ថ្ងៃហ្នឹងវាដាច់ភ្លើងអ្វីដែលគាត់ឃើញណាគាត់ទៅបើកនៅពេលដែលដាច់ភ្លើងអញ្ចឹងគាត់នៅក្នុងបន្ទប់របស់គាត់អញ្ចឹងគាត់ទៅបើកអាភ្លើងនៅក្បាលគេហៅភ្លើងពូលត្រីអំពូលក្បាលខែមិនមែនជាប្រភេទអំពូលក្បាលខែទេតែជាអំពូលរៀនពេលយប់
thép bòปูlư tóc năng ngàyปูlư tóc chẳng những xả thọ pin tới dương ba dương bảo tới bị chẹt lương chẳng hạn mà chẹt lương đó mà còn kinh linh không tụ quạt ở quấy để quạt khơi cứ phía bọc quạt bảo là mấy miếng sợ tranh chủ là phải chết cứ khơi sầm máu mình được sấy mình nè cho thông mình tên cho một phía quạt cầm bung tại sầm lần mà quạt để cho mà lấy phèo mau luôn mấy mà chưa ta hướng bọc quạt nhom anประมาณ đo còn đây đập thử cái báo là cứ khăng mình tên ở đây sầm máy bờ sân chị bọc ban món gì á bà nó thật ngay mấy phụ hướng quạt á bà ơi bà chẳng là bên năng ta ở vậy tới đại quạt bạn chụp bật téในdụng năng quạtกระทาquạtถึงซ้อมจมวยhướngติดเพียบแบบนั้นให้quạtก็สังหอมเก่งแต่ก็ก่อนเลยเก่งหลุดปัญหาในขนมไทยนั่งเอาไว้ได้กวาดบานเคยนะคือมีในแท้ซอกในขนมโยสอบนั้นแซ่บก็ชนในจำปีมุกดำเชื่อมวยทุ่มเหมือนเดิมดำเชื่อมทุ่มนะใบเมฆซาคาไอจังเตอแซ่บตามเมียนบรอมาเนี่ยอัดดังชินเนี่ยนะเก๋อัดสกอลไอ้ดาเมาแผลก็ทันเจ็ดดอดไปเลยthử rồi còn thử vô mình đang thử rồi nếu không vô shop nắng còn ban chó trai dùng một kia đá phần té còn mèo làm thảo toàn phẹp ba mẹ chẳng có thể nhom xong tập phẹp ba mẹ nhom sân ban ọt của mọi quạt bà rầm mình đẹp họ nó chơi một quạt bị thả ọt thì đòi về lại thử rồi chẳng phần lớn bác con nó không vô shop nắng còn mình đang thả thơm bách ọt đang thả hai ít bắn phổm đá tám bục quân mình đẹp nè chẳng đa đó là lại mùi đồ phẳng ấy nó không vô shop nữa quạt hàng khơi mà đứa trai mình đây cho chỉ chúa hay quạt trắng là quạt cái lệ mơ kế mấy cọp bộ quạt nó mấy cọp bộ nó ăn vậy ở đây chẳng đôi thở bán cái tiên tới thở bọt tới tê đôi thở bọt tới tê cho thằng mình chẳng tới ăn miên phần lớn ăn miên ăn vậy tới ăn vậy sẽ đây ở đây đó chẳng quạt ở đang thơm mấy quạt có cho chua muối nơi nóng chua được này để cho nó nóng chua này nơi pe đã quạt cho những cho tảng sập hiệp hay khác xẹp té nơi chua cho quạt nắng quạt phèn tham miên comment chủng tung pi nè pro mà nè sậy nè comment chủng tung pi nè mà số quạt thành vậy bong mọi chọn tới té vinh mèn mọi nực té hay chọn tới té vinh mèn hay chọn tới vinh ở quạt có phèn tha chọn có chọn tới té ha quạt chọn thổ ba mẹ quạt vinh chẳng comment chủng tung pi nè năng lực không vô sót á phèn tha ok ở lấy mà ta nhầm chẳng có phép tha nơi pe đại tranh màu vinh nơi pe đại tranh màu vinh cứ mình mến tranh màu sủ lên này lùi phong lô phong lẹ luôn phong lùi tranh và luôn phong tờ rõm để tranh hot pi cả lại nắng mà đó trắm chấm nói đám chơi tim mũi nơi không vô sao mà quạt này nơi pe đã đó cả lại vô sợ lại đám chơi tim mũi nắng á bắt pi nè nắng bắt cái nhầm túng quạt họ khơi sao xe tán miếng sẽ lấy mũi sẽ chứ sẽ đánh chặt qua đảo là bé cung tư na phẳng đánh chặt á chia bộ đó để nuông con tại châu chua nó á và tay đó nên mền đảo ấy nè đằng này cứ họ đánh chặt con này một đồng họ đánh chặt con cho con chi em hụt sầm mày bóng phổ sầm mày ở khơi nhá thằng bộ đó mà nè nó họ hãy đẩy chi em à sầm phải chặt dương á vô lại phải pay một bên này chân được không cho sao con rút nhẹ đòi cả đà rồi bỏ mà đài còn tiền con mà đài hay này con nhưng mà toàn hiền thảm vậy chứ nèแต่เนี่ยช่วยส่งครัวโดยมาสำเร็จมาได้กว่าได้เนี่ยแต่ได้บ่สันจิตขมิ้นสำเร็จบอกมาได้กว่าบองปอนได้เอาเชื้อไปให้จิตกระทาเวียกร้อนแต่จิตการอยู่สอบปัญหาสำหรับบองปอนได้เชื้อบองปอนดังใช่ไหมทานมันเมียนหือไอเชี่ยบันต่อบ่สันจิตเอาเมียนมาได้กว่าของแกได้แต่สำนักล้อมาได้กว่าได้กว่ากับบ้านดองนี้มันแมนแผลตะป้ามันแมนแผลแต่มาเตะแต่ดองนี้กวาดหายบองโอนอมไอมาจุ่มขนี้ปีเพียซาตั้งปีดาวจังกวาดบานปรับเรื่องราวตั้งปีดาวเราโหดดอช็อปท่าเหืองกวาดจุ่มขนี้จุ่มขนี้ใหญ่ก็แกเอาอยู่บอลท่าแต่โหลูกตากวาดเอาสวยตักเอาไว้เตอร์ได้ลูกตาบอกกวาดนั่งอ่ะเชี่ยจ้าเชี่ยจ้าจังเนเปได้แล้วเชี่ยจ้านั่งอ่ะสวยตักเฮ้ยบานสงบบานมันติ๊กเนี่ยในขนมยุบมุ้ยกวาดอยู่สอบดอกเดียวกอดคืนสมองไม่นั่งแต่ได้ไปแจ้งนะมุนโยซอฟกอดคืนสมองนั่งเตี้ยในชอนในคลองกระไหลมุ้ยในคลองประตูกอดเตี้ยกอดเธอดังเตี้ยกอดโจเกงเตี้ยโยซอฟเตี้ยโยซอฟดองนี้สหายจังดองมุนเตี้ยอาจิกาดังหายจังมาโจรวมสลับต่างออกนี่กอดท่าอัดดังไม่ในไปแต่กอดโจดอกไหลโยซอฟนั้นก็กอดคืนขลุ่นไอ้เนื้อหลาน
nơi chung quanh khuôn quát rất tài mật phẹ bong ôn sẽ đầm được quát squat đó chỉ ngay á đâm tới ná thế chỉ ngay mình tên cắt num phong cắt tật phong cắt phẩy phong ngay mình tên từ đó cả lại prey mũi từ đó cả lại prey mũi xem mà nè chụp lá nó cho bị làn quát ở đâm thôi mấy quát cho làn tan kể chắc nơi đây nó không phải nên quát cho lan phim mà quay đại quát khơi cứ chỉ tôm nè ta mũi chỉ tôm nè ta mũi nơi bị khối tôm nè ta nó cứ ấy đằng này cứ đảo chụp bắp bắn ăn lấy bảy mấy sạc cả làm chơi chả dù bà dụ ca dù bà chẳng bò bom ổn ai sao là một bán cứ đôi chỉ muốn làm chơi cả ví dụ sọp đong muốn bọc quạt nhỉ làm chơi tí mùi bà làm chơi tí mùi để còn bán khơi chẳng tại đong đấy cứ nó không thấy hay mình tôm nè ta xếp tại miến nung mà nè đào tranh bị tôm nè ta nó đào tranh bị tôm nè ta nó sống đào mà rồi quạt qua bẹp cho ớt đang tham được bỏ rừng để sợi dê đang làm dạng cứ sliệp bằng sliệp pet bồ rán tròn các bên bồ rán còn tá các bên nó bỏ mày chẳng số tha cho pet ai bỏ ấy quả tha ớt đang thế phủ mau ấy quạt khơi cứ thấm cho cái cho khổ gì tới các bất nó để anh ấy có mấy cái máu từng hụt cái phần đấy này kẹt ở dương chấm á dương chưa dương trăm này mà đòn không phải sọt nữa phần đấy nhung trong chẹp ngày nhé lại nữa hai đấy mình quạt ớt trắng đòi xa té máu thầm tập bẹt đá luôn cho khổ mình mến máu thằng phen thế đa đôi mà là căng đọ mà ngạt sớm ấy tham mà là căng mũi để đọ bẹt đá lưới nó so bẹt đá khổ đa mồ một ngày nhé hơi vậy thằng mày bẹt quạt đắng vậy thành chết trong bọn ấy bọn tử trong bàn ấy bọn tử chẳng cái chuối con té thở son dài mũi kế ao dốt pua thò chắc mà quỳnh thò chắc mà quỳnh sạch púa mò chắc mà quỳnh đại quát cơ không yêu shop mà thẩm chồng nói bảo nó quát nhẹ lại rồi quát nhẹ lại quát rồi chồng púa mò chắc say cái ớt đắng tại nhóm sẽ đáp nhóm ăn của nhóm ớt đắng này chấm ớt đắng là chị ấy hết chị ti tăng đạo đắng tiệt quát chặt làm hai tiệt đó nè bà hai một về phía xa kia quát cả tha quát ở đó cái lại nâng ấy chân ở cái lại để quát ớt đá score ớt đá đắng ớt đá tư mới vậy tới đồng bọn nó cứ mình đá tư mà anh mình đang squat anh mình tự tập hiện năng không một bá hai đây mình vô sọc hình trắng và mẹ quạt ở miền ai on you để chun quạt từ quạt muối để quạt ở ban phải chạy múa tới chúp ra xong mũi ống để có con mình ban prapi thần nè prapi thà nơi đập bắn nào để có thà để xong mũi ống bạn chẳng tu từ lúc rương rai tăng từ dục thì muối rồi hốt đó bầm mặn dục to phải hiền mà chọc sai hướng lùm ắt đang mà đón thả miền hưởng ngày cả lại mình đang tham để ông côn mà cha lục vô đang bị rừng đang trán rực quạt miên sầm mà tiền cua sầm mà tiền sal cua rồi miên nhiên cua để quạt ai đằng á ở quay đã chỉ chậm lại mà quạt bên đang quạt tham ở quay đã nhôm khơi mình mến chỉ màu thế tại chỉ pri mình mến pri thong ra thế chỉ mê cần tri có việc mê cần tri mê cần tri đôi mê tí thông hay mê phum mê khai đó đại miên bo đi qua trơn mình tên mà đó chấm nói nâng á đại nhóm kết thành chết cả lại đại quát khơi đàm chơi vô sọc thì mui đại quát khơi mình nói cho chỉ chua và hai chia lại nó dân son là bọn từ bốn nhóm kết tha nè đại nó quát chân nó và hai bà cô bà sẽ hay chẳng năng nó quát than là ai chọ mơ tới mình mẹn chẳng này cứ xuất tại chị bo đi qua bọc đi như anh cho không pin nè ngủ coi chị bo đi qua bọc đi như này ở vậy đại nhóm kết đấy nè đại nhóm kết của cho ở đây là quát vậy mà cứ cho thơm admin phần lớn admin đa admin vậy kia chất đôi mình nếu mình nè đại trăm sẽ đặt mình chia bom mê thảo tới chuyên từ trăm kẹp hở 300 kẹp hở đôi cái này chẳng không cả này năng hết để vào xong lúc mình xong để ca tha sầm ná ngay cái phơi ấy dương được cái thời ấy bằng pi nó cái phủ bằng pi nó bòn cua miền để xây cua cái phơi cái phần tái xua là cái phơi rong chạm ở cả lọ trong xây thất lệ năng ảnh đừng ấy cái miền bao được bạn cho nên là hơi chơi đại vô với chỉ tu sầm an cứ chia chùm một rổ rúm rồi bỏ được bạn nâng mê cầm tri nâng hơi nhẹ cáp nâng mình đăng cáp vô mà phơ cái khăn này bay nhảy bỏ được bạn pri bỏ cái linh trong cái khăn này cái ở phòng tới này cứ tông tiêm chơi nâng mỏng đó ở quạt khơi say nâng ai nông mình chỉ không nói thì cứ chỉ pri hay kê rong chạm cả xóm sắc thế
ហើយរបៀបសងសឹករបស់គេគឺរងចាំថ្ងៃដែលបំពីរិស័យដាក់ហើយក្នុងករណីនេះដែរសួរថារិស័យដាក់ពេលណាលោកមានសង្កេតថាខែ10ក្នុងឆ្នាំ2022រិស័យរបស់បំពីនឹងធ្លាក់ខ្លាំងដែលអាចបង្កឲ្យមានគ្រោះធំមែនទែនប៉ះពាល់គាត់ខ្លាំងចឹងយើងយល់គ្រោះធំមានន័យថាម៉េចហ្នឹងហើយវាមិនដែលក្លិតដៃក្លិតជើងទេណោះគ្រោះធំមែនទែនដែលអាចមានគ្រោះធំនិយាយទៅគ្រោះធំអញ្ចឹងក្នុងករណីហ្នឹងបើសិនជាបំពីចង់រួចផុតពីអារឿងងាវអស់ហ្នឹងអ្វីដែលល្អបំផុតលោកសុំបិណ្ឌបាតទូមួយហ្នឹងសុំបិណ្ឌបាតទូមួយហ្នឹងតន់រិស័យរបស់គាត់នៅខ្ពស់កុំឲ្យដល់ពេលរិស័យដាក់ឲ្យលោកប្រកេនលោកក៏អត់មានប្រយោជន៍អីដែរអញ្ចឹងលោកសុំបិណ្ឌបាតអត់មានចាំយូរទេបំពីដឹងរឿងអស់ហើយយកទូមួយហ្នឹងមកប្រកេនទៅលោកហើយអ្វីក៏បានស្ងប់ស្ងាត់ជាស្ថាពរអ្វីក៏បានល្អប្រសើរប៉ុន្តែនេះគឺជាពាក្យបោះបំពីផ្ទាល់ជូនមកខ្ញុំសម្រាប់ឲ្យខ្ញុំជម្រាបជូនទៅបងប្អូនកុំលេងសើចជាមួយនឹងគ្រឿងចម្លាក់ដែលធ្វើមកពីឈើប៉និតមើលឈើឲ្យមែនតែនឲ្យដឹងប្រវត្តិឈើនឹងថាមកពីណាកុំលេងសើចកុំស្រឡាញ់ឈើខ្លាំងពេករហូតដល់មកធ្វើកែធ្វើអីពួកយើងអត់ដឹងថាឈើមួយណាវាមិនទេហើយពួកអស់នឹងរងចាំតែធ្វើយើងទេសំណាងរិស័យគាត់ខ្ពស់សំណាងដែលម្ដាយរបស់គាត់ព្យាយាមដាស់គាត់ច្រើនលើកច្រើនសារឲ្យគាត់រួចផុតបើមិនមានបនល្អបែបហ្នឹងទេមើលទៅគាត់ទៅតាំងពីយូរបាត់ហើយប៉ះពាល់ដល់ជីវិតគាត់បាត់ជីវិតបាត់ហើយបន្ថែមពីលើនឹងទៀតមុននឹងយកឲ្យបានឈើទាំងអស់ចូលមកក្នុងផ្ទះសូមមេត្តានេះពាក្យគាត់ប្រាប់ទេណាមិនមែនខ្ញុំទេសែនអុចធូបសុំតែរបស់ល្អដែលចូលមកក្នុងផ្ទះហ្នឹងរបស់ដែលអត់ល្អឲ្យនៅខាងក្រៅឬកុំឲ្យចូលផ្ទះហ្នឹងឲ្យបាត់អីចឹងទៅអញ្ចឹងវាជាអំណាចអានេះបកមកខាងខ្ញុំវិញជាអំណាចមួយជូនដល់ជំនាញផ្ទះណាបងអំណាចមួយជូនដល់ជំនាញផ្ទះថាណែរបស់អត់ល្អខ្ញុំអត់យកចូលទេណាកុំឲ្យគេចូលប៉ុន្តែបើយើងលើកចូលឆៅអញ្ចឹងមានន័យថាម៉េចទៅមានន័យថាជំនាញផ្ទះអត់មានសិទ្ធិក្នុងការនេះទេព្រោះម្ចាស់ផ្ទះធំជាងម្ចាស់ផ្ទះអ្នកយកចូលគេមានសិទ្ធិអីគេធ្វើអង្គរៈយេស៊ូស្ដាប់អង្គរៈជាទេវតាអង្គរៈការពារផ្ទះហ្នឹងអញ្ចឹងក្នុងករណីហ្នឹងហើយចំណុចទី1កុំស្រឡាញ់គ្រឿងឈើខ្លាំងពេកចំណុចទី2មុនយកចូលឲ្យសែនឲ្យអីអញ្ចឹងទៅចំណុចទី3អ្វីដែលសំខាន់រឿងរាវមួយចំនួនធំអាចកើតឡើងមកពីឈើហ្នឹងគឺហ្នឹងគឺចាប់តែប៉ុណ្្នឹងហើយអរគុណមែនទែនបងស្រីដែលខ្ញុំដាក់ឈ្មោះថាបងពីដែលបានចែករំលែករឿងហ្នឹងមកឈុតធំបាទឈុតធំចុះខ្ញុំសួរទៅបងងវិញបងយល់ថាម៉េចវិញណាចំពោះសាយរឿងមួយហ្នឹងក៏ប៉ុន្តែវាចង់និយាយថាវាមានហេតុអញ្ចឹងច្រើនមកហើយអញ្ចឹងយើងក៏មិនអាចបដិសេធថាมันអត់មានទេណាយើងក៏ជួបរឿងអញ្ចឹងមកដែរអញ្ចឹងមួយទៀតពាក់ព័ន្ធជាមួយនឹងរឿងឈើបើសិនជាឲ្យខ្ញុំហ្មងខ្ញុំអត់សូវចូលចិត្តឈើទេខ្ញុំអត់សូវចូលចិត្តយកមកលេងជាមួយគ្រឿងឈើទេនិយាយទៅទោះជាស្រឡាញ់ក៏ខ្ញុំអត់បាត់ថយហើយទី2ខ្ញុំគិតថាទៅកាប់ឈើធ្វើអីយើងនិយាយតែអញ្ចឹងណាបាទយើងអញ្ចឹងផងមួយទៀតពេលដែលខ្ញុំចង់ចែកនៅពេលដែលយើងដូចបងនិយាយមុននឹងអញ្ចឹងពេលយើងទិញគ្រឿងឈើគ្រឿងអីចូលផ្ទះយើងឲ្យទុកសែនសុំអីរបស់ល្អមិនល្អណាមានមួយទៀតនៅពេលដែលយើងចង់ទិញឈើណាមួយយកមកឥឡូវឧទាហរណ៍ថាខ្ញុំចង់ទិញតុហ្នឹងធ្វើពីឈើបេងឬមួយក៏ឈើអីដែលល្អប្រណិតអញ្ចឹងយើងដឹងថាគេពងតែធ្វើថាគេពងឈូសគេពងឆាយល្អបំផុតចង់ដឹងថាខែហ្នឹងទូហ្នឹងល្អមិនល្អបែរយកអាចឈើឬមួយក៏កណាត់ឈើដែលគេសល់មិនតិចមកបែរយកមកហើយបែរយកសាក់យកចូលក្នុងផ្ទះខ្លួនឯងឬមួយក៏ដាក់មកនៅជំនាញផ្ទះហើយប្រាប់គាត់ថាលោកតាយើងកំពុងតែធ្វើតុកមួយទូមួយធ្វើពីឈើនេះអញ្ចឹងនេះគឺជាផ្នែកមួយនៃឈើហ្នឹងចឹងបើសិនជាលោកតាមើលទៅនៅជំនាញផ្ទះមើលអំណាចមើលទៅឃើញថាឈើហ្នឹងល្អសូមឲ្យដំណើរការនៃការទិញឈើហ្នឹងគឺល្អរហូតដល់ក្នុងផ្ទះរហូតដល់សុខប្រើប្រាស់តែបើសិនជាឈើហ្នឹងมันល្អទេសូមឲ្យមានហេតុភេកណាមួយដែលអាចមករាំងស្ទះនៃការយកឈើហ្នឹងចូលក្នុងផ្ទះអញ្ចឹងនៅពេលដែលមានអីមិនតិចដែលជាឧបសគ្គដែលយើងគិតថាមិនគួរជាមានអញ្ចឹងហេតុអីបានត្រូវតែមានរឿងហ្នឹងកើតឡើងនៅពេលដែលគាត់ដឹកឈើឬមួយក៏គាត់ធ្វើឈើហ្នឹងកាត់ជើងមិនស្មើសោះកាត់អានេះខ្លីអានោះកាត់នោះខ្លីអានេះគឺអត់ទិញតែម្ដងហ្នឹងក៏ជាចំណុចមួយដែរហើយកន្តិចឈើហ្នឹងគឺយើងអាចយកទៅចោលបានល្អមែនតើចំណេះដឹងថ្មីហ្នឹងហើយអាហ្នឹងក៏ជាចំណុចមួយសំខាន់ដែរអូខេសង្ឃឹមថាបងប្អូនចេះរបៀបថ្មីពី Master ចំសាយរបស់យើងមកដោយ like
ជាប់ជាមួយនឹងសាច់រឿងរបស់ប្រិមនីផងដែរខ្ញុំចង់ចោទសួរទៅបងវិញថាតើបងមានសាច់រឿងណាប្រហែលតាក់ទងជាមួយនឹងទូសម្អាងដែរអត់ ខ្ញុំមានរឿងមួយរឿងហ្នឹងគឺកើតឡើងលើពួកម៉ាក់ខ្ញុំពួកម៉ាក់ខ្ញុំហ្នឹងគាត់គ្រួសារគាត់ជាជីវភាពទូធាដែរទេប៉ុន្តែគេហៅថារសជាតិនិយមរបស់គាត់ចូលចិត្តប្រើរបស់ណាដែលគាត់អត់ចូលចិត្តប្រើរបស់ថ្មីទេអញនិយាយបានថារបស់ទៅជុះឬមួយក៏របស់មកទឹកទៅលើសម្ភារៈប្រើប្រាស់ផ្សេង control គាត់អញ្ចឹងសំបីតាជួនកាលកាបូបដៃរបស់គាត់ណាគាត់ជាមនុស្សស្រីកាបូបដៃគាត់ស្ពាយយើងមិនទិញម៉ាកថ្លៃអីចេះមួយចំពីរតែគាត់ម៉ាកថ្លៃដែរតែមកទឹកឬមួយក៏ទៅជួសពីស្រុកគេហើយសួរគាត់ថាហេតុអីបានគាត់ធ្វើអញ្ចឹងគាត់ថាគាត់ចូលចិត្តអញ្ចឹងហើយគាត់គឺជាអ្នកដែលគាត់ចូលចិត្តអវ៉ាន់ទៅជួសមកឲ្យតែគេតម្លាក់កុងតឺន័រគឺគាត់ទៅតែគាត់អាចគិតថាវាជារឿងដែលចំណេញជាងអាចថាចំណេញឬមួយទៀតគាត់ថាទៅជួសស្អាតអារម្មណ៍យើងនិយាយថាអារម្មណ៍តែគាត់ចម្លែកបងប្អូនស្ដាប់គាត់គឺចម្លែកខ្ញុំទៅលេងផ្ទះគាត់ទិញអវ៉ាន់ច្រើនណាព្រោះអវ៉ាន់ទៅជួសរហូតអញ្ចឹងខ្ញុំក៏ចាប់ដើមទៅលេងផ្ទះគាត់ដោយសារគាត់ដឹងថាខ្ញុំចិនខ្សែគាត់ហៅថាអូជួយមកមើលទីមើលព្រោះអូស៊ីអត់ឡើងអីចឹងទៅអញ្ចឹងខ្ញុំក៏ទៅមើលនៅពេលដែលខ្ញុំទៅមើលខ្ញុំឃើញថាផ្ទះគាត់ហ្នឹងវាហាក់ដូចជាមានភាពមិនស្រួលទៅលើការរស់នៅទៅថាពលឺមិនគ្រប់គ្រាន់ពូលអាមុខភ្លឺកន្លែងចក្រានបាយអត់ភ្លឺងឹតសុំអីខ្យល់ចេញចូលមានហប់មានកន្លែងត្រជាក់មានកន្លែងហប់អញ្ចឹងគេហៅថាចរន្តនៃផ្ទះរបស់យើងវាអត់មានហុងស៊ុយល្អទេអញ្ចឹងខ្ញុំក៏ចាប់ដើមថាឥឡូវចេះតែមានភ្លើងទាំងប្រហែលបើកនៅក្នុងផ្ទះហ្នឹងអស់ទៅអញ្ចឹងយើងក៏បើកមកឃើញថារៀងគ្រាន់បើមកវិញអញ្ចឹងផ្ទះហ្នឹងក៏វាមិនជាបញ្ហាហើយដូចខ្ញុំប្រាប់ទៅបើតែអត់មានបញ្ហាខ្ញុំអត់ដែរឲ្យទូជំនាញផ្ទះទេអញ្ចឹងយើងគ្រាន់តែអធិដ្ឋានក្នុងចិត្តយើងចាប់ដើមធ្វើការឆែកតែម្ដងដល់ពេលដែលយើងឆែកដល់ជាន់ទី1ឡើងដល់ជាន់ទី1ក្រុមបញ្ហាណាដល់ជាន់ទី1សេចថាធំផ្សែងពួកយើងក៏ចាប់ដើមឆោឡោព្រមមើលថាឆេះស្អីគេនៅក្នុងផ្ទះឃើញផ្សែងហុយឡើងដល់ជាន់ឡើងទឿជាន់ទី1តិចពួកយើងក៏ចុះមកគឺឆេះជើងធូបជំនាញផ្ទះទាំងយើងអត់ឲ្យធូបទេហេតុអីក៏ឆេះជើងធូបជំនាញផ្ទះដល់ពេលដែលយើងឆែកកាមេរ៉ាសុវត្ថិភាពមើលយើងឃើញថាវាមានពលឺដូចបែកប្រកាភ្លើងឬមួយដូចជាកតិចអាចដែលយើងធ្វើគេយកអាថ្មគោះប៉ាំងឲ្យវាបែកប្រកាភ្លើងឲ្យគេប្រកាត់ភ្លើងវាមានព្រាបចាប់ឡើងហុយផ្សែងឆេះជើងធូបតែម្ដងបាទទាំងខ្ញុំអត់បានឲ្យធូបទេអញ្ចឹងពួកយើងចាប់ដើមហើជើងធូបហើអី1 2 3 4យើងក៏ចាប់ដើមទិញអី1សែនយល់ហើយហ្នឹងបាទគ្រាន់តែខ្ញុំលើករូបជំនាញផ្ទះរបស់គាត់ចេញមកគាត់ថាខ្ញុំចាប់រូបគាត់មកតែក្បាលទេដាច់ប្រហើយមានន័យថារូបហ្នឹងប្រេះពីនាយមកហើយមិនមែនធ្លាក់បែកទេណាមានថាយើងចាប់យកអញ្ចឹងចាប់ពឹបខ្លួនគាត់អង្គុយចិត្តមកតាមមកកណាត់កត្រឹមនេះតក់ឡើងមកហើយសាហាវណោះតែសួរថាមានអាណាដែរប៉ះពាល់អត់មានទេណាអត់មានទេពួកខ្ញុំក៏ធម្មតាហើយជាទូទៅពួកយើងមិត្តភ័ក្ដិគ្នាពួកយើងវាមិនសូវជានិយាយថាផ្លូវការដូចអតិថិជនទេមិត្តភ័ក្ដិវាជាទូទៅយើងនិយាយគ្នាវារៀងស្និទ្ធជាងចុះពួកយើងក៏ជួយអង្គុយរៀបបដាយើងនិយាយបដាថាហើយមិនបានអញ្ចឹងអីចឹងយើងក៏គិតតាមវិទ្យាសាស្ត្រថាអាចមកពីក្តៅពេកអាចមកពីយូរពេកអាចមកពីស្រាមពីកំណើតយើងទិញអត់មើលហ្នឹងហើយលើកមកវាប្រេះអញ្ចឹងហ្នឹងក៏អត់វត្តដែរតែពួកយើងក្នុងចិត្តម្នាក់ពួកយើងដឹងថាវាមានអីកើតឡើងដូចហើយគ្រាន់តែយើងព្យាយាមរកហេតុផលបែបវិទ្យាសាស្ត្រយកមកដើម្បីកុំឲ្យយើងខ្លាចមួយយើងក្មេងៗយើងតែអញ្ចឹងឯងយើងអត់ជំនឿ 100% សុទ្ធទេដល់ពេលហើយគាត់ចាប់ដើមឡើងទៅលើកតុបគាត់របស់ទៅជួសច្រើនមានទូកញ្ចក់មួយទូសំអាងដែរខ្ញុំសួរថាបងទូសំអាងនេះមើលមកថតកុនមកណាខ្ញុំមានអារម្មណ៍ថាទូនោះវាមានបញ្ហាជាទូទៅចាំមកបងប្អូននៅពេលដែលបងប្អូនហៅខ្ញុំទៅមើលផ្ទះក៏ដោយតែខ្ញុំប្រើភាសាមួយចម្លែកអាហ្នឹងគឺមានបញ្ហាឧទាហរណ៍ថាទូនឹងបានមកពីណាស្គាល់ប្រភពទេថតកុនបានមើលមកឡើងគួរឲ្យប្លែកភ្នែកហ្នឹងសតតែរបស់ហ្នឹងគឺមានបញ្ហាហើយបាទតែគ្រាន់តែពេលខ្លះខ្ញុំអត់និយាយឲ្យចំថាអាហ្នឹងមានវិញ្ញាណព្រោះខ្ញុំខ្លាចពេលខ្លះវិញ្ញាណគេនៅហ្នឹងគេលឺយើងអញ្ចឹងយើងប្រមាថគេអញ្ចឹងយើងសុកចិត្តប្រើភាសាផ្សេងនិយាយទៅខ្ញុំគឺជាចិនផ្សាយម្នាក់យកចរចាឈ្នះទាំងអស់គ្នាមួយទៀតពាក់ព័ន្ធជាមួយនឹងយើងក៏និយាយគ្នាចប់សពគ្រប់អស់ក៏អត់មានបញ្ហាអីដែរតែយើងនៅតែដកជាមួយនឹងកញ្ចក់នោះជាប់ក្នុងការគិតរបស់ខ្ញុំរហូតត្រឡប់មកព្រោះយើងក៏អត់ចាប់ដើមអត់យើងរាប់បានគ្នាធម្មតាយើងអត់ដែរបានទៅផ្ទះគាត់ទេធ្វើទុកគាត់ហើយតែវាកតុកគាត់ជាទូទៅផ្ទះល្វែងជាន់ទី1ទុកក្រោយបើកវឹបគាត់ឃើញ
nè hột cái hột đừng mà được xoáy hột buồn nữa đây ta cho chăm quạt màu hay bao nhiêu máu vỡ hột trao vào đời sẽ đi chẳng quạt bao nhiêu máu rấp khơi lại nó cho hột vúp bục tơ lơ khẽ quạt cái mặt cái chạy sáng mền khẽ quạt cái bây giờ mời cho bác hột trô tới tu cả chợ này còn tịnh này hột tu nó còn bạn trẻ khẽ quạt cái hình chẳng con đã tu tầm ăn quạt được các bạn từ này hột có chọi cả chợ với bài là chạy của mọi cả chợ nó bị bài mà khẽ quạt chẳng còn phải đạn sọp thì chứ bên này quạt bao nhiêu máu quạt khơi mà lại nó búp hột tới khẽ bật thấy nhưng đang ấy cả tục là tròn đi môi khang khói dương bao nhiêu máu cả tục chặt sần thấy mình bên cả lẹ tỏ lò chết là vì đã khẽ chứ con bơ mình khơi theo hột tơ nè vấp các bắt con hột trô tôi tu đừng vô lại nâng ấy mùi tiệt quạt cỏ mình cho tham mình quạt thì mòn cho tha con chắp đám chạm mà phẹp dưa ngay trong những thả trẻ ấy tê thôi thỏm mà đà tơi ấy thu chuyển đến tới chẳng hết đấy ok nhục nâng tờ này có phung tật đấy lưu xô cao có man tật thấy niệm quạt lột trên vì tu chầm quan chăm thấy nàng hay con chầm thấy niệm có man tật thấy niệm nó vì lột trên vì tu chầm thấy quả vô quạt phọ mới bọt vì sao thấy niệm nó vì lột trên luôn tật chọn phải luôn mới còn cắt củ ấy chẳng hạn lột trên mắt sạp nâng này có man tật thắng quạt cho mà mơ mà đong tiền bài đang ấy kìa cái niệm té quạt cứ tịch này mà đâu hạ đôi chỉ miên đập bỏ mặt đông làm họ cái mò toát luôn với cậu váy mà cậu trai chỉ đến ta hiền mà như này này tọa máu có chập đàm nhóm có chập đàm từ lên tia quạt đó dục đài hay nhóm có thay cha hai mạng mà nơi đài màu hai mạng mà nơi đáy con mà nấy cái tục lại tưới khăn khỏi mạng nó mà nơi cái tục lại tưới khăn khỏi máu nơi tập không có tục quạt tiền được không vì hưởng bông thì và đấy việc bài xã hàng thế để con chỉ thu tới tiền là vậy nên thuê cả tục tất kia thuê cả chọn cho nên thuê phóng cái lọc luôn phòng như lại này ấy con hồi thuê nó trô cả con bơ luôn bán hoặc hồi trô từ không có tục tất nắng á con khơi chương cái coi bọt chương á vậy vô lấy bên này cái tục tất nước ở biên khơi bạc côn từng phe này thế con năng cứ mê tha cả lẹn trẻ ấy bạc côn nó việc bạc cọp trẻ thế là bên này dương bọt trước bạn thêm mất chỉ tôi tới khơi từ thẩm vấn đấy hết luôn mà đấy thở bằng chàng con khơi chương chẳng thấy con tha là cái nó con không trận con cọ bàn vậy còn tha là cái gì nữa ấy sẽ phải là nó mòn chẳng tại đây là con khơi chương là việc chương sầm máu khoái được chỉ chương mình chương mình nu mòn xanh mình nu mòn này còn đấy chỉ miên rô miên đây chẳng thành có ngấp các bạn chẳng thấy có thôi với bật mà nè nè bạn khơi bình khu mong nè có tha quạt chop mong quạt ớt có tha quạt ba trên kia mong có tha cứ mọi đi mình mau lông cứ mau từng hùa của họ khơi chương sạch mình đủ chẳng không đây tọt máu có chập đam ơi phèm nhung tao nó chẳng nhung chập đam thằng ấy từ thượng bồn thượng ấy trên môi chip nhung cả nắng tại sao tại head ấy để nhung ớt sư phục khơ nhưng môi có chập vào rõm từ lơ hưởng rụt đòi xa tái nhung cật thá nhung chỉ chân xài nhung ở trong bồn pin này chẳng nhung đăng hoặc là bồn từ bồn trên môi pi bảy lọc xong khỏi cái khăn phật có chập đam đánh cái này tao nông mới nhung mỏng vài chương mà được chú khani ở bên hưởng ấy chú khani để sáng tại cô ca của là mặc học bổng bọn anh chỉ muốn quạt bà tới nhâm ấy có hai có chạm ban bà pin cái nó sao cả là nhóm chạm mà bỏ nhóm của dân cật lôi hai nhóm chạy số cao nhóm cật thái do tới hiện luôn của ai soi mà cả là học bổng vì sao đài con bắt đó thì cái tục tất con lơ cặp bông nó có thay chạy mấy bạn chạm bao nhóm on chẳng nhóm trong hận mà cặp bông đang đại con cái này vui mày thư chờ đặng chẳng nhóm ta chồng mấy thầm mà cặp bông có chắc lắm chú lúc này ăn gì hoặc này mà cứ có đạch từ nè từ nổ như mùi dương đạch phân này mà đó trầm tại mũi cầm bông sa hai rồi hai hãy bùi dương mật chặt sinh ra thầm thầm mà phân nắng á cứ có block tự say cứ nhung lên bên tại từ nó cứ nhung bên tại nóแต่มวยกดchỉ mวยnó bộ mại nhung to bị quạt đấy thầm lòng nó bùi nhung cả thà tam đang rồi bờ sân chỉ niên thì sai dương hoặc ăn cái này vậy mà để dẹp đây miệng này còn ở đây một nhóm á cứ còn khăng mình này mày chưa tham ở đây có sân tại hồ bộ mẹ còn rung môi có hụt mà hồ nhóm luôn ai mỏng á đời xa tại côn con tê dục khá coi nơi lơ khẽ mày này cái coi lơ khẽ hay ốc luôn anh vô là ốc bưng đó là mạng mà đây có người thứ ấy kế ngặt ấy gì bùng lên game nè tới sờ bãi bế hồ lột lực hả
vô lẽ របៀបមើលអញ្ចឹងទៅ ហ្នឹងហើយអត់ដឹងថាស្អីទេណាម្ដាយគាត់ក៏ប្រាប់ទៀតមានជប់មួយនោះគាត់ត្រូវញ៉ាំការគេហើយគាត់ឲ្យកូនគាត់ហ្នឹងជួយបិទអាលាវអាវក្រោយនេះ អូហ្នឹងហើយរុំនេះស្អី រូបមនុស្សតែអាវប៉ាអាវអីហ្នឹងមិនមានលាវច្រើនឲ្យកូនហ្នឹងឡើងមកកន្ទប់គាត់ដើម្បីឲ្យកូនហ្នឹងជួយបិទហើយគាត់ហ្នឹងក៏យកមើលកញ្ចក់ទូសំអាងហ្នឹងឃើញថាចិញ្ចើមគាត់គូអត់ទាន់ស្អាត បាទ គាត់ក៏យកបិចទៅញុចគូចិញ្ចើមមិនគៀកកញ្ចក់វឹបគឺគាត់ឃើញមុខគាត់ហ្នឹងខុសមករកគាត់ហ្មងមុខខ្លួនគាត់មិនមែនមុខអ្នកដតីទេយល់ទេ យល់ ម្ដាយគាត់ណាម្ដាយនឹងម្ដាយគាត់ហ្មងហើយគាត់ថាកូនឯទូហ្នឹងកូនឯងយកអីបិទទៅយកកញ្ចក់យកកណាត់អីគ្របទៅកុំដាក់អីព្រោះកញ្ចក់នេះម៉ាក់មើលទៅដូចមិនអីម៉ាក់ចង់ជួយក្បាលឃើញកញ្ចក់ហ្នឹងអញ្ចឹងណាគាត់ក៏មិនហ៊ាននិយាយចំដែរហេតុការណ៍មួយកើតឡើងម្ដាយគាត់នឹងក្រោមឡើយជន់តែទៅកន្ទប់ក្រោយគាត់នៅជន់ទី1កន្ទប់ក្រោយមិនផ្លង់សេពីលើ បាទបាទ ផ្សេងម្ដាយគាត់លូសំលេងគោះពីជន់កន្ទប់គាត់ហ្នឹងប៊ុំ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 គោះអាបេតុងហ្នឹង បាទ អញ្ចឹងបងប្អូនយល់អាគោះបេតុងដូចប៊ុំ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 គាត់ក៏ស្ទុះឡើងមកបើកទ្វារកូននឹងគាត់កាច់គាត់ថាដឹងថាមិនទ្វារនឹងអត់ចាក់សោ បាទ កាច់ចូលទៅភឹបបាយដៃឃើញគេហាត់ប្រាណគេហូលអាដៃឆាត់អត់ឲ្យជើងយើងមិនដាក់ទៅត្រង់ដូចយើងអវងអញ្ចឹងតែយើងហូលជាប់ អូផ្លាំង ផ្លេងហ្នឹងហើយហើយ អូខេ ផ្លេងអញ្ចឹងហិចដៃតែដៃកថែជើងកថែហើយអាដៃមួយឈុំទឹកគោះអត់រហូតគោះអត់ពុង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 អ៊ំគាត់ទាញទ្វារបិទក្រាំងគាត់ឆៃហោគេជួយទេទៅរកប្តីគាត់ទេទៅរកនេះហើយស្លន់ណាមនុស្សស្លន់ណា យល់ ឡើងមកវិញកូននឹងដេកលេងខែធម្មតា គាត់ថាអ្នកចិត្តខាងមកកូននឹងដេកលេងខែធម្មតាយកចុងក្រោយដែលខ្លាំងបំផុតហ្មងគឺគាត់លឺកូនគាត់ស្រែកដូចមនុស្សឆាត់ឈឺខ្លួនណាស្រែកស្រែកឡើងថាដូចមនុស្សធ្ងោបងប្អូនអ្នកធ្លាប់មានអ្នកជំងឺដឹងហើយធ្ងោអាពេលឈឺក្នុងខ្លួនខ្លាំងណាដូចធ្ងោហ្មងណាមកដល់គាត់បើកទៅម្ដងទៀតបែរនឹងឃើញអីឃើញកូនគាត់កំពុងតែអង្គុយនៅលើទូសំអាងហ្នឹងអង្គុយមិនទូសំអាងវាមិនដាក់គ្រឿងសំអាងមែនទេកូនហ្នឹងគាត់អង្គុយឲ្យសកាត់អញ្ចឹងឲ្យជើងគាត់ទាំងពីរនៅលើទូសំអាងហ្នឹងឲ្យឈ្ងោកអូហេតុការណ៍ហ្នឹងគឺកើតពេលដែលគាត់ឆ្លោះគ្នាមួយខ្ញុំហើយអញ្ចឹងនេះគឺជាហេតុការណ៍ដែលម្ដាយគាត់ប្រាប់ខ្ញុំទេប៉ុន្តែគឺម្ដាយគាត់ខ្ញុំជឿថាគាត់មិនកុហកឯងគាត់ឡើងកោសក់គាត់បួសតែម្ដងទីបំផុតកូនហ្នឹងគាត់ត្រូវគេសន្ធិដ្ឋ បាទ ដែលគេធ្វើឲ្យខ្ញុំមួយគាត់ឆ្លោះគ្នារហូត បាទ រហូតគេផ្ដាច់គាត់មួយខ្ញុំអត់ឲ្យនៅក្បែរនិយាយទៅគាត់អត់មានអ្នកប្រឹក្សាលើរឿងហ្នឹងតែម្ដងក្រោយមកគេគាត់ចាប់តាមមានវិញ្ញាណសន្ធិដ្ឋអីចឹងចូលធ្វើបាបគាត់ស្រែលើអាឡូចូលចិត្តច្បាមសក់ខ្លួនឯងអង្គុយញ៉ាំអីចឹងអង្គុយញ៉ាំអីគាត់ច្បាមទៅជុះសក់ខ្លួនឯងក៏មានដែរក្នុងសំពងមកតែពួកយើងក៏ពួកហ្នឹងក៏ចាប់ដើមហៅខ្ញុំទៅជួយអីចឹងទៅពួកយើងក៏រកគ្នាអីជួយ support គាត់ឬមួយក៏នាំគាត់ទៅរកលោកអីចឹងណាខ្ញុំធ្វើកិច្ចអញ្ចឹងអារឿងកិច្ចនេះខ្ញុំអត់សុំអត់និយាយទេខ្ញុំឲ្យស្ដាប់ថារឿងរន្ធត់ទេដល់ហើយខ្ញុំក៏ប្រាប់ថាទូហ្នឹងហើយយកចេញហើយទិញពីណាមកទឹកបតទេ អូខេ វាក៏និយាយដែរវាថាវាខូចមែនតែប៉ុន្តែវានៅតែស្រឡាញ់ទូខ្ញុំមិនដែរឃើញអាកៅអីទូសំអាងវាមិនមកទាំងឈុតកៅអីមែន បាទមាន គាត់ថាយប់មានយប់មួយគាត់គេងទៅគាត់អត់បិទភ្លើងអស់គេមានអំពូលដែលត្រេពណ៌ប្រព័ន្ធគាត់គេងប្រកាសចេះមិនទៅឃើញកៅអីហ្នឹងអាផ្នែកចិត្តទៅឃើញកៅអីហ្នឹងរត់គាត់ធោ តែគាត់ខ្ញុំសួរថាមិនបានមិនខ្លាចគាត់ថាពេលហ្នឹងគាត់អត់មានអារម្មណ៍ថាខ្លាចគាត់មានអារម្មណ៍ថាគាត់មួយអាហ្នឹងណាអារបស់ហ្នឹងគឺមនុស្សតែមួយដូចមិត្តភ័ក្តិអញ្ចឹងអាពេលហ្នឹងគឺពេលដែលគាត់ឆ្លោះគ្នាមួយខ្ញុំហើយហ្នឹងអាចនិយាយបានថាគេបើនិយាយពីកុំព្យូទ័រគេហែកគេលួចចូលបានពាក់កណ្ដាលរហូតដល់គាត់ស៊ាំជាមួយនឹងទស្សនវិជ្ជាហ្នឹងដល់ចុងក្រោយគឺគេឡុកគាត់គេធ្វើគាត់ខ្លាំងរហូតដល់គាត់គោះអត់ដូចគោះហើយបើឯងគិតមើលមិនមែនដេកធម្មតាណាផ្លេងយូរណាច្រត់ដល់ឥឡូវបងប្អូនស្ដាប់ឲ្យបងប្អូនសាក់ធ្វើខ្លួនឯងជើងពីរទៅក្រោយយកតែចុងជើងច្រត់ឲ្យលើកដៃមួយចំហៀងសកត់លើកខ្លួនឲ្យផុតពីអត់ឲ្យដៃមួយចំហៀងគោះអត់យកហ្មង វាគួរតែនិយាយកន្លែងហ្នឹងថាចេះទូអ្នកហាត់ប្រាណដែល គាត់ធ្វើអត់ ខ្លាំងពិបាក គាត់បានតែធ្វើ ធ្វើណា ហូលជាប់ឯងប៉ុន្តែអាតំកាយវិការគឺអត់ហ្មងម្ដាយគាត់គឺគាត់ឃើញហើយគាត់
គាត់ថាគាត់មកជីវិតហ្នឹងហ្មងគាត់ជឿលើពពុទ្ធធម៌គាត់អត់ជឿលើរូបគាត់អត់ជឿលើថាលោកនឹងមានវិញ្ញាណប៉ុន្តែលើកនេះគឺមកលើកូនគាត់គឺគាត់ជឿរហូតដល់ថ្នាក់គាត់ប្រាប់ថាគាត់ទៅវត្តណាគាត់ប្រាប់គេថាមានឯកំលេងគាត់ប្រាប់យាយសេរីអ្នកកាន់ធម៌ថាមានវិញ្ញាណមែនឯកូនអញស្គាល់ហើយចាប់ថ្ងៃហ្នឹងមកគឺទូហ្នឹងគឺពួកយើងចាប់ដើម return ទៅឲ្យណែទៅជួសនឹងវិញលក់ក្នុងតម្លៃអីមួយផ្សេងទៅទៀតយល់ហើយហ្នឹងណាយល់អញ្ចឹងគាត់ក៏ចាប់ដើមយើងធូរស្រាលត្រឡប់មកវិញយើងក៏ចាប់ដើមហើអត់ឲ្យគាត់នៅផ្ទះនឹងទៀតទេហ្នឹងក៏ចាប់ធំប៉ុណ្ណឹងអូសាហាវមែនតើស្ដាយអូខ្ញុំសម័យឃើញអាទិដ្ឋភាពឧទាហរណ៍ដូចជាក្អីមនុស្សអង្គុយនៅលើប្រគុណអញ្ចឹងមនុស្សអង្គុយនៅលើប្រគុណដែលពាក់កណ្ដាលជើងណាហើយអឺតមើលគាត់អូបើសិនជាខ្ញុំងាប់អុយមើលមកខ្ញុំរត់ផ្អើលជើងហ្មងនេះដោយសារពេលហ្នឹងគឺខ្លាំងណាស់ដោយសារតែគាត់អត់នៅកាប់ដែលគាត់នៅមួយខ្ញុំតែងតែប្រាប់គាត់អូហើយធ្វើនេះហើយធ្វើនោះតិចតួចទុកគាត់ធ្វើបានបាទបន្ថែមពីលើនឹងទៀតអ្វីដែលស្ដែងគឺអង្គុយរបៀបឆ្មាអង្គុយឬក៏សាប់ស្ដក់អង្គុយនៅលើទូបើនិយាយមកដូចអង្គុយលើថ្នាំផ្ទះយ៉ាង Conjuring ហ្នឹងអូសាហាវមែនតើហើយសក់សពងរហូតពេលដែលមានបញ្ហាគាត់ចូលចិត្តអង្គុយទៅជុះសក់ខ្លួនឯងឡើងសពងឡើងប៉ុន្តែយើងអត់ដឹងថាតើនៅក្នុងនោះជាវិញ្ញាណពួកយើងអត់ដឹងទេពួកយើងសុខចិត្តថាពួកយើងអត់ចង់ដឹងរឿងទាំងអស់ហ្នឹងយើងធ្វើមិនសង្គ្រោះថាពួកម៉ាក់យើងចេញមកវិញឲ្យផុតគឺពួកយើងឈប់តែម្ដងអូខេអាវ៉ាន់ទៅជួបក្នុងផ្ទះគាត់មានប៉ុន្មានគឺគាត់ហើចោលទាំងអស់ប្រើរបស់សតតែថ្លៃសាហាវមែនតើអូខេបងប្អូនទាំងអស់គ្នាសម្រាប់ខ្ញុំស្ដាប់ភាសារឿងច្រើនដែរអត់សូវខ្លាចទេខ្លាចតិចប៉ុន្តែរឿងដែលខ្ញុំចែកម្លែកទី1ហើយនឹងបងដាក់ខ្ញុំឡើងចង់ប៉ើងដែរសង្ឃឹមថាបងប្អូនទាំងអស់គ្នាចូលចិត្តនៅសាច់រឿងទាំងពីរហ្នឹងអរគុណសម្រាប់ការស្ដាប់កុំភ្លេចអសបើមានសាច់រឿងដែលល្អកុំភ្លេចផ្ញើមកកាន់ page យើងបងអាចបញ្ចប់បានហ្នឹងហើយអញ្ចឹងអាចនៅមានជាដូចថាយោបល់ឲ្យតដែរទិញរបស់អីមួយក៏ដោយយើងតេស្តរបៀបយើងតែនេះថាយកទៅដាក់ជំនាញផ្ទះជំនាញអីមិនថាជាទូលឈើឬមួយក៏អីចាំបីតាហូបជារបស់ផ្សេងៗដែលយើងគិតថាវាជារបស់ដែលពាក់ព័ន្ធជាមួយនឹងមុនវិជាមិនថាចិនមិនថាខ្មែរមិនថាអីរបស់ពាក់ព័ន្ធមុនវិជាយើងដាក់មកមួយចាននៅជំនាញផ្ទះមកហើយយកឲ្យធូបសុំទៅអញ្ចឹងបើដូចស្រាប់និយាយម្ដងហើយមិនដឹងថានៅសូណាទេខ្ញុំថាហេតុអីក៏ផ្ទះមានជំនាញផ្ទះហេតុអីក៏គេមកបានទី1ជំនាញផ្ទះគាត់អាចខាត់មិត្តភក្តិយើងបានទេអញ្ចឹងមានន័យថាបើសិនជាយើងយកមិត្តរបស់ហ្នឹងដាក់ក្នុងកប៉ៅដើរចូលក្នុងផ្ទះរុយមានថាជំនាញផ្ទះគាត់ដឹងថារបស់ហ្នឹងមិនល្អក៏គាត់អាចដេញបានដែរមូលហេតុពូម៉ាក់ម្ចាស់ផ្ទះមានការអនុញ្ញាតហ្នឹងម្ចាស់ផ្ទះនាំមកដឹកដៃមកដល់ផ្ទាល់ហ្មងតែបើសិនជាយើងក្នុងករណីយើងយកមកដាក់គឺម្ចាស់ផ្ទះគាត់ជួយ check ឲ្យយើងមិនថាលោកតាម្ចាស់ទឹកម្ចាស់ដីជួនកាលផ្ទះយើងមានជំនាញបែបផ្សេងម្ចាស់អ្នកគ្រប់គ្រងអង្គបារមីអីផ្សេងៗគឺគាត់អាចជួយ check យើងបានអញ្ចឹងជំនាញផ្ទះគឺដូចទីស្នាក់ការកណ្ដាលរបស់ផ្ទះរបស់យើងអញ្ចឹងបាទអញ្ចឹងយើងដាក់ជំនាញផ្ទះជួនកាលគាត់មើលឃើញគាត់ឲ្យគ្រូបាជាយើងអីជួនកាលគាត់មានវិធីក្នុងការតែវិធីគឺយើងអាចដោះស្រាយបានចា៎ហ្នឹងគឺជាអ្វីដែលចង់ចែករំលែកតែវាអត់មានអីហត់ទេគ្រាន់តែប៉ុណ្្នឹងវាអត់មានក្បួនអីត្រូវអស់លុយទេប៉ុន្តែយើងអាចដឹងបានបាទអូខេអរគុណមែនទែនសង្ឃឹមថាមានការ like share ច្រើនសម្រាប់អេពីសូតនេះហើយយើងជួបគ្នានៅអេពីសូតក្រោយទៀតបាទជម្រាបលា